ថៃទទួលពន្ធគយ12កណ្ដកសញ្ញា 5% បន្ថែមលើនឹងទៅទៀតនេះគឺជាអ្វីដែលតកតងនឹងទំនាក់ទំនងថៃអាមេរិកស្នាក់ទំនាក់ទំនងថៃនិងអាមេរិកកើតមានយូរមកហើយបើនិយាយទៅនៅក្នុងសម័យក្រោយសង្គ្រាមលោកលើកទី2រហូតដល់ចប់សង្គ្រាមវៀតណាមឆ្នាំ75ហើយរហូតដល់ខ្មែរយើងស្ដារស្រុកឡើងវិញពួកថៃនេះមានទំនាក់ទំនងជាមួយអាមេរិកជិតស្និទ្ធខ្លាំងណាស់តែក្រោយឆ្នាំ93ពួកថៃបានចាប់ផ្ដើមឃ្លាតឆ្ងាយពីអាមេរិកដែលបច្ចុប្បន្ននេះអាមេរិកមើលឃើញថៃជាមនុស្សក្រឡិចក្រឡុចឥឡូវនេះអឺរ៉ុបក៏ឃើញថៃថាជាមនុស្សមាននយោបាយមិនទៀងចិនក៏ឃើញថៃថាជាមនុស្សមាននយោបាយមិនទៀងអាមេរិកកាំងជប៉ុនក៏មើលឃើញថៃជាមនុស្សមាននយោបាយមិនទៀងពេលថ្មីនេះតៃវ៉ាន់ឃើញថៃជាមនុស្សកលិចកលុចដូច្នេះបើយើងនិយាយពីការបរទេសរបស់ថៃក្នុងរដ្ឋាភិបាលអនុទិនចានវីរៈគុណគឺគេចាត់ទុកថាជាសម្ផឹងនយោបាយការបរទេសសីហស័កភួងកិតកែវដែលល្បីឥឡូវនេះคล้ายទៅជាដុំអាចមួយដុំដែលប្រជាជនថៃចាត់ទុកថាជាមនុស្សល្ងីល្ងើភួងកិតកែវសីហស័កនេះឥឡូវនេះកំពុងតែវិលក្បងអនុទិនដែលជាមេវានិយាយស្ដាប់គ្នាអត់បានឥឡូវនេះខាងមជ្ឈមណ្ឌលព័ត៌មានរួមនិយាយផ្សេងអង្គក្រសួងការបរទេសថៃក្រោមសីហស័កភួងជួអាចចាត់ដាក់ក្នុងកែវនិយាយផ្សេងខាងទីស្តីការរដ្ឋមន្ត្រីរបស់អនុទិនអាលីលើនិយាយផ្សេងទៅទៀតអញ្ចឹងទំនាក់ទំនងអាមេរិកថៃចាត់ទុកថានៅក្នុងភាពមិនល្អក្រសួងរដ្ឋធនាគារថៃកំពុងតែតាមដានអំពើកខ្វក់របស់ធនាគារកណ្ដាលថៃទទួលពន្ធគយ12កណ្ដកសញ្ញា 5% បន្ថែមលើនឹងទៅទៀតនេះគឺជាអ្វីដែលតកតងនឹងទំនាក់ទំនងថៃអាមេរិក